ផលិតផលនឹងដើរសិប្បកម្មនឹងក៏ដើរអាជីវកម្មក៏ដើរសេដ្ឋកិច្ចរីកចម្រើនទាំងអស់គ្នាបើសិនជាផលិតផលខ្មែរថ្លៃជាងផលិតផលនាំចូលតើខ្មែរយើងគួរបន្តគាំទ្រផលិតផលខ្មែរទៀតដែរឬទេចា៎ត្រូវតែគាំទ្រផលិតផលខ្មែរក្នុងស្រុកឯងចា៎ដោយសារអីក្រុមធុរជនហ្នឹងពួកគាត់គួរតែងាកទៅគាំទ្រឬក៏ចែកចាយឬក៏ទៅទិញផលិតផលនៅក្នុងស្រុកដែលម្ចាស់សិប្បកម្មគាត់មានការផលិតបានត្រឹមត្រូវតាមស្តង់ដារលើកឧទាហរណ៍ដូចជាផលិតផលដទៃផ្សេងទៀតនៅក្នុងស្រុកតែឥឡូវយើងនិយាយត្រឹមប្រេងកាឡាមួយចុះពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពបើសិនជាគាត់ចាយលុយ$1 លានដូចគ្នានៅក្នុងស្រុកហើយទៅទិញពីសិប្បកម្មណាមួយដែលគាត់ផលិតហើយយកមកចែកចាយនៅក្នុងស្រុកហ្នឹងជួយធ្វើទីផ្សារឲ្យផលិតផលនឹងមានឈ្មោះជួយធ្វើទីផ្សារឲ្យចំណេញទាំងអស់គ្នាចំណេញទាំងអាជីវកម្មក្រុមហ៊ុនរបស់គាត់ដែលជាអ្នកទិញយកមកចែកចាយចំណេញទាំងសិប្បកម្មដែលផលិតធានាទៅលើនិរន្តរភាពនៃការផលិតប្រចាំថ្ងៃចំណេញទៅដល់បងប្អូនប្រជាពលរដ្ឋដែលលក់វត្ថុធាតុដើមពាក់កណ្ដាលសម្រាប់ទៅឲ្យសិប្បកម្មដែលផលិតប្រេងកាឡានឹងដែរហើយលុយ$1 លានហ្នឹងវិលចុះវិលឡើងវាអាចលើសពី$1 លានដោយសារអីគាត់ចាយ$1 លាននៅក្នុងការទិញផលិតផលក្នុងស្រុកប្រេងកាឡាហ្នឹងយកមកធ្វើទីផ្សារឲ្យឈ្មោះផលិតផលប្រេងកាឡាហ្នឹងក៏ល្បីលុយហ្នឹងក៏កើដោយសារអីប្រជាជនគាត់អាចមកទិញប្រេងកាឡាហ្នឹងពីក្រុមហ៊ុនដែលចែកចាយហ្នឹងអញ្ចឹងធ្វើឲ្យក្រុមហ៊ុនហ្នឹងចំណេញអញ្ចឹងក្រុមហ៊ុនហ្នឹងគាត់ទទួលបានផលចំណេញពីការលក់ផលិតផលរបស់គាត់ហើយគាត់បង្កើតការងារឲ្យប្រជាជននៅក្នុងស្រុកយើងធ្វើបានហើយងាកទៅខាងសិប្បកម្មក៏គេបង្កើតការងារឲ្យជាជននៅក្នុងស្រុកធ្វើបានហើយបង្កើតការងាររហូតដល់មូលដ្ឋានដូចជាវត្ថុធាតុដើមខ្ញុំលើកឧទាហរណ៍ដូចជាសក្រីដូចជាប្រចាក់ដូចជាបល័យអីផ្សេងអីចឹងទៅធ្វើឲ្យចរន្តសេដ្ឋកិច្ចហ្នឹងវាវិលនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងលុយហ្នឹងវាវិល cash flow របស់យើងផ្នែកលំហូរសាច់ប្រាក់ហ្នឹងវាវិលទៅវិលមករហូតទៅវាអត់ចេញផ្សាយទៅខាងក្រៅព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង